តើអាវុធទំនើបរបស់អេរ៉ង់អាចលេងជាមួយអាមេរិកបានទេស្ថានភាពរបស់អាមេរិកជាមួយនឹងអេរ៉ង់ពេលនេះប្រៀបបាននឹងក្របបែកដែលរៀបនឹងផ្ទុះពីព្រោះថាកម្ដៅនៃប្រទេសទាំងពីរមិនបានថមថយទេខណៈដែលអាមេរិកកាន់តែបង្ហាញសាច់ដុំដោយបន្ថែមយោធានិងសភាវុធជាច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ាធ្វើឲ្យអ្នកវិភាគជាច្រើនជឿថាមិនយូរទេអាមេរិកនឹងបើកការវាយប្រហារទៅលើអេរ៉ង់បើសិនជាអាមេរិកវាយអេរ៉ង់មែនថាតើសភាវុធអេរ៉ង់អាចទប់ទល់ឬក៏កងទ័ពរបស់អេរ៉ង់អាចទប់ទល់ជាមួយអាមេរិកបានឬទេឥឡូវនេះមុននឹងយើងទៅមើលអំពីកម្លាំងក៏ដូចជាធនធានរបស់ប្រទេសទាំងពីរយើងមកមើលអាវុធទំនើបមួយចំនួនរបស់អេរ៉ង់ជាមុនសិនបច្ចុប្បន្ននេះអេរ៉ង់មានអាវុធទំនើបជាច្រើននៅក្នុងដៃជាក់ស្ដែងដូចជាមីស៊ីលលឿនជាងសម្លេងប្រភេទ Feta 2ដែលមីស៊ីល Feta 2នេះគឺជាអាវុធយុទ្ធសាស្ត្រដ៏ទំនើបបំផុតរបស់អេរ៉ង់ហើយវាត្រូវបានដាក់បង្ហាញជាសាធារណៈកាលពីចុងឆ្នាំ2023និងកំពុងក្លាយជាកង្វល់សម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់បច្ចិមប្រទេសនៅក្នុងឆ្នាំ2026នេះមីស៊ីល Feta 2នេះវាខុសពីមីស៊ីលផ្លោងធម្មតាដែលហោះតាមគន្លងរាងធ្នូប៉ុន្តែ Feta 2វាគឺជាប្រភេទមីស៊ីលដែលអាចហោះហើរនៅលើស្រទាប់បរិយាកាសបានវាអាចហោះនៅក្នុងល្បឿនចន្លោះពី Mach 13 ទៅ Mach 15ដែលវាលឿនជាងសម្លេងពី13ទៅ15ដងហើយហោះបានចម្ងាយប្រហែល 1400 គីឡូម៉ែត្រដែលនេះមានន័យថា Feta 2អាចវាយប្រហារដល់អ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន Feta 2នេះវាប្រើប្រាស់ម៉ាស៊ីនរុញច្រានឥន្ធនៈរឹងសម្រាប់ដំណាក់កាលហោះដំបូងនិងមានក្បាលគ្រាប់ដែលអាចបញ្ជាទិសដៅបានហើយអ្វីដែលធ្វើឲ្យ Feta 2ខុសប្លែកពីមីស៊ីលផ្សេងទៀតគឺសមត្ថភាពហើយនិងភាពបត់បែននៅនឹងល្បឿនលឿននេះឯងមួយវិញទៀតវាអាចគេចផុតពីប្រព័ន្ធការពារដូចជា Patriot របស់អាមេរិកឬក៏ Arrow 3របស់អ៊ីស្រាអែលហើយ Feta 2វាអាចបដូរទិសដៅហោះហើរនៅក្នុងល្បឿនលឿនជាងសម្លេងធ្វើឲ្យប្រព័ន្ធរបស់សត្រូវមិនអាចកណនាទីតាំងស្ទាក់វាបានមួយវិញទៀតវាអាចហោះនៅក្នុងកម្ពស់ទាបជាងមីស៊ីលប្លង់ធម្មតាដែលធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកនៅក្នុងការរកពីចម្ងាយឃើញហើយវាបំពាក់ដោយប្រព័ន្ធនាំផ្លូវទំនើបដែលវាអាចវាយប្រហារចំគោលដៅគឺច្បាស់តែម្ដងអាវុធមួយប្រភេទទៀតរបស់អេរ៉ង់គឺដ្រូនអត្តឃាតដែលមានឈ្មោះថា Shahed 136និង Shahed 107ដ្រូនអត្តឃាតត្រកូល Shahed នេះវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងរហូតធ្វើឲ្យមហាអំណាចពិភពលោកញញើតវានៅក្នុងឆ្នាំ2026ដ្រូនទាំងនេះបានក្លាយជាអាវុធយុទ្ធសាស្ត្រចម្បងដែលអេរ៉ង់ប្រើប្រាស់សម្រាប់សង្គ្រាមមិនតទល់ចំពោះមុខ Shahed 136វាគឺជាដ្រូនអត្តឃាតដ៏ល្បីល្បាញបំផុតដោយសារតែវាត្រូវបានប្រើប្រាស់ទូទៅនៅក្នុងសមរភូមិអន្តរជាតិវាមានរូបរាងត្រីកោណស្លាបជាប់នឹងតួធ្វើឲ្យ Shahed 136ពិបាកនឹងចាប់សញ្ញារ៉ាដាបានណាស់បើយើងនិយាយអំពីល្បឿនវិញវាអាចហោះបានល្បឿន185គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយវាអាចហោះបានចម្ងាយរហូតដល់ទៅ2500គីឡូម៉ែត្រនិងអាចផ្ទុកគ្រឿងផ្ទុះពី30ទៅ50គីឡូក្រាមបន្ថែមពីលើនោះ Shahed 136វាប្រើប្រាស់ម៉ាស៊ីន piston ធម្មតាដែលមានតម្លៃប្រហែល$20,000តែប៉ុណ្ណោះនៅក្នុងមួយគ្រឿងហើយដ្រូននេះអាចបាញ់ចេញពីកុងតឺន័រដែលដឹកអីវ៉ាន់តាមឡានធម្មតាក៏បានដែរដែលចំណុចនេះហើយធ្វើឲ្យសត្រូវពិបាករកទីតាំងបាញ់ដោយឡែកបើយើងងាកមកមើលដ្រូន Shahed 107វិញវាគឺជាសមាជិកថ្មីនៅក្នុងគ្រួសារ Shahed ដែលរចនាឡើងឲ្យកាន់តែមានភាពបត់បែននិងឆ្លាតវៃជាងមុនដែលវាខុសពី Shahed 136ដែលគ្រាន់តែហោះទៅបុកគោលដៅតែ Shahed 107នេះត្រូវបានគេជឿថាវាមានសមត្ថភាពអាចស៊ើបការផងហើយវាយប្រហារបានទៀតបើយើងនិយាយអំពីចម្ងាយវិញវាអាចហោះបាន1500គីឡូម៉ែត្របំពាក់ដោយកាមេរ៉ានិងប្រព័ន្ធបញ្ជូនទិន្នន័យដែលអនុញ្ញាតឲ្យអ្នកបញ្ជាអាចមើលឃើញគោលដៅនិងផ្លាស់ប្ដូរគោលដៅនៅនាទីចុងក្រោយវាមានទំហំតូចជាងមុនដែលធ្វើឲ្យវាកាន់តែពិបាកនៅក្នុងការបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសក្រៅអំពីមីស៊ីលលឿនជាងសម្លេងនិងដ្រូនអត្តឃាតទំនើបអេរ៉ង់នៅមានអាវុធដ៏ពិសេសមួយទៀតគឺមីស៊ីល ballistic ដែលមានឈ្មោះថា Karam Shafor ឬក៏មួយទៀតគេហៅថា Khaiba គឺជាប្រភេទមីស៊ីល ballistic ចម្ងាយមធ្យមដែលមានអានុភាពបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងឃ្លាំងអាវុធរបស់អេរ៉ង់ហើយវាគឺជាជំនាន់ទី4នៃត្រកូល Karam Shah ដែលត្រូវបានរចនាឡើងដើម្បីបង្កើនភាពសុក្រឹតនិងកាត់បន្ថយពេលវេលារៀបចំមុនពេលបាញ់គួរជម្រាបផងដែរថា Karam Shafor នេះវាអាចបាញ់បាននៅក្នុងរយៈចម្ងាយប្រហែល2000គីឡូម៉ែត្រហើយអាចបាញ់ដល់គ្រប់ទីតាំងនៅក្នុងតំបន់មជ្ឈិមបូព៌ានិងផ្នែកខ្លះនៃអឺរ៉ុបអាគ្នេយ៍ហើយវាអាចផ្ទុកគ្រឿងផ្ទុះបានរហូតដល់ទៅ1500គីឡូក្រាម
អាវុធនេះវាប្រើប្រាស់ឥន្ធនៈរាវប្រភេទ Hypergolic ដែលជាប្រភេទឥន្ធនៈឆេះភ្លាមៗនៅពេលដែលប៉ះគ្នាហើយវាអាចហោះល្បឿនលឿនដល់ទៅ Mach 16នៅខាងក្រៅបរិយាកាសនិងបានត្រឹម Mach 8នៅពេលដែលវាធ្លាក់ចូលទៅក្នុងបរិយាកាសផែនដីបន្ថែមពីលើនោះទៀតវាមានប្រព័ន្ធបញ្ជាដែលអាចបដូរគន្លងហោះហើរនៅពេលដែលវាស្ថិតនៅក្នុងលំហអាកាសដែលធ្វើឲ្យវាកាន់តែមានភាពសុក្រិតហើយដោយសារតែក្បាលគ្រាប់មិនត្រូវការស្លាបបញ្ជានៅផ្នែកខាងក្រៅប៉ុន្តែប្រើប្រាស់ម៉ាស៊ីនរុញច្រានតូចៗសម្រាប់តម្រង់ទិសវាធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកនៅក្នុងការគណនាគន្លងនិងស្ទាក់ចាប់វាបានជាមួយនឹងសមត្ថភាពរបស់ Karam Shafor ដែលមានគ្រាប់ក្បាលផ្ទុះរហូតដល់ 1.5 តោនមីស៊ីលនេះមួយគ្រាប់គឺល្មមនឹងកំទេចបន្ទាយយោធាធំមូលដ្ឋានទ័ពអាកាសឬក៏ហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗបានយ៉ាងងាយស្រួលបើយើងមើលអំពីសភាវុធរបស់អេរ៉ង់យើងឃើញថាអេរ៉ង់មានអាវុធទំនើបគ្រាន់បើដែរតែបើយើងធ្វើការប្រៀបធៀបជាមួយនឹងសមត្ថភាពយោធារវាងអាមេរិកតើវាខុសគ្នាប៉ុណ្ណាដែរឥឡូវនេះសូមយើងទៅមើលទាំងអស់គ្នាបើយើងនិយាយអំពីចំណាត់ថ្នាក់យោធាវិញបើយើងយោងទៅតាមទិន្នន័យ Vion សហរដ្ឋអាមេរិកគឺឈរនៅលេខ1ហើយនៅលើពិភពលោកនេះដោយគ្រប់គ្រងដោយកញ្ចប់ថវិកាការពារជាតិដ៏មហិមាជាង895,000 លានដុល្លារខណៈដែលអេរ៉ង់វិញគឺឈរនៅលំដាប់ថ្នាក់លេខ16ជាមួយនឹងថវិកាការពារជាតិខ្ទង់ 15,000 លានដុល្លារដែលធ្វើឲ្យសហរដ្ឋអាមេរិកមានឧត្តមភាពផ្នែកហិរញ្ញវត្ថុលើធនធានយោធាដែលខុសគ្នារហូតដល់ទៅ60ដងឯណោះបើធៀបជាមួយនឹងថវិការបស់អេរ៉ង់បើយើងងាកទៅមើលអំពីសមត្ថភាពទ័ពអាកាសវិញកងទ័ពអាកាសអាមេរិកមានយន្តហោះយោធាជាង 13,000 គ្រឿងរួមទាំងយន្តហោះចម្បាំងបំបង្កាយចំនួនទី5ដ៏ទំនើបដូចជា S-22 និង S-35 ជាដើមរីឯកងទ័ពអាកាសអេរ៉ង់វិញមានទំហំតូចជាងអាមេរិកខ្លាំងណាស់ហើយយន្តហោះរបស់អេរ៉ង់ក៏ចាស់មិនអាចប្រៀបជាមួយនឹងយន្តហោះអាមេរិកបានផងដែរបើយើងយោងទៅតាមទិន្នន័យអេរ៉ង់មានយន្តហោះប្រហែលតែ560គ្រឿងតែប៉ុណ្ណោះបើទោះបីជាអេរ៉ង់មានយន្តហោះតិចជាងហើយចាស់ជាងអាមេរិកក៏ពិតមែនប៉ុន្តែនៅក្នុងឆ្នាំ2026នេះអេរ៉ង់បានចាប់ផ្ដើមទទួលយន្តហោះប្រភេទទំនើបពីរុស្ស៊ីគឺ Su-35S ដែលជាចំនួនទី 4.5 ដ៏មានឥទ្ធិពលនិងអាចតតាំងជាមួយនឹងយន្តហោះអាមេរិកបាននៅក្នុងចម្ងាយជិតបើយើងងាកទៅមើលអំពីទ័ពសកម្មវិញយោធាអាមេរិកមានកម្លាំងសកម្មប្រមាណ 1.3 លាននាក់បើធៀបនឹងអេរ៉ង់មានតែ 61,000 នាក់តែប៉ុណ្ណោះបើទោះបីជាមានតិចជាងអាមេរិកពិតមែនប៉ុន្តែអេរ៉ង់នៅមានកងទាហានប៉ារ៉ាដ៏ធំរួមនឹងកងជីវពលហើយនឹងកងឆ្មាំបដិវត្តដែលពួកគេសុទ្ធតែអាចជួយបង្កើនកម្លាំងមនុស្សសម្រាប់ការប្រយុទ្ធការពារតំបន់របស់ពួកគេបានហើយបើយើងងាកមកមើលជើងទឹកវិញនឹងយុទ្ធសាស្ត្រនាវាផ្ទុកយន្តហោះកងទ័ពជើងទឹកអាមេរិកគឺជាកម្លាំងប្រភេទសមុទ្រទឹកជ្រៅឬក៏កម្រិតសកលដែលមាននាវាផ្ទុកយន្តហោះ11គ្រឿងនិងនាវាពិឃាត81គ្រឿងរីឯអេរ៉ង់វិញប្រតិបត្តិការជើងទឹកបែបទឹកសមុទ្រក្បែរឆ្នេរដែលផ្ដោតទៅលើឈូងសមុទ្រពាក់និងប្រើប្រាស់នាវាមុជទឹកនិងហ្វូងទូកល្បឿនលឿនបំពាក់អាវុធដើម្បីរំខានដល់នាវាសត្រូវជាជាងការបើកការប្រយុទ្ធគ្នានៅលំហសមុទ្របើយើងងាកមកមើលរឿងមីស៊ីលវិញរបាយការណ៍នានាប៉ាន់ប្រមាណថាសហរដ្ឋអាមេរិកមានមីស៊ីលសរុបនៅក្នុងឃ្លាំងចន្លោះពី 25,000 ទៅ 30,000 គ្រាប់នៅក្នុងគ្រប់ប្រភេទអាវុធរីឯអេរ៉ង់វិញផ្ដាច់មុខនៅឃ្លាំងមីស៊ីលបាឡីស្ទិកធំជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ាដោយមានមីស៊ីលជាង 3,000 គ្រាប់ចំពោះរឿងនុយក្លេអ៊ែរវិញសហរដ្ឋអាមេរិកគឺជាមហាអំណាចនុយក្លេអ៊ែរដែលត្រូវបានគេទទួលស្គាល់ជាសកលហើយថាជាប្រទេសដែលមាននុយក្លេអ៊ែរច្រើនជាងគេរីឯអេរ៉ង់វិញមិនទាន់មានអាវុធនុយក្លេអ៊ែរនៅឡើយទេប៉ុន្តែគេចាត់ទុកថាជារដ្ឋដែលត្រៀមលក្ខណៈដោយសារតែការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតជិតអាចផលិតអាវុធបានដែលចំណុចនេះគឺជាបញ្ហាចម្រូងចម្រាសខ្លាំងបំផុតនៅក្នុងការទូតសកលបើយើងមើលអំពីការប្រៀបធៀបរវាងកម្លាំងហើយនិងសភាវុធយើងអាចមើលឃើញច្បាស់ថាអេរ៉ង់ពិតជាមិនអាចមានសមត្ថភាពតទល់ជាមួយនឹងអាមេរិកបានទេប៉ុន្តែបើសិនជាសួរថាអេរ៉ង់ខ្លាចឬក៏អត់ប្រកាសណាស់គេនឹងមិនខ្លាចអាមេរិកនោះទេដោយសារតែប្រទេសនេះមិនមែនទើបតែលើកទី1ដែលប្រឈមជាមួយអាមេរិកទេប្រទេសនេះធ្លាប់ត្រូវបានអាមេរិកវាយប្រហារជាច្រើនដងហើយសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត